Hello everyone, nice to see you again. Today we continue Unit 21st, A World of Fun, Section A, Part 2. Okay, thanks. Let's go continue our lesson. Today we still study in Section A, Unit 21, The New Baby. But today we continue to number 4. Né? More not normal Sundays. ច្រើនជាងមិនធម្មតាថ្ងៃអាទិត្យច្រើនជាងមិនធម្មតា Make sentences from the chart in your notebook បង្កើតប្រយោគពីតារាងនៅក្នុងសៀវភៅសរសេររបស់អ្នក Okay, there are 3 column មានតារាងមានតា column 3 The first column the name of people or birds ចឹងឈ្មោះនៃមនុស្សឬក៏សត្វនៃឬក៏បក្សី and column 2 talk about the activities they usually do ណានិយាយពីអ្វីដែលពួកគេធ្វើជាញឹកញាប់ហើយ the third column talk about the activities they are doing today បាទអញ្ចឹងយើងក្នុងកឡំទី3នេះនិយាយពីសកម្មភាពដែលពួកគេកំពុងតែសកម្មភាពដែលពួកគេកំពុងធ្វើនៅថ្ងៃនេះបាទអញ្ចឹងគេដាក់ឲ្យយើងជាប្រយោគជាពាក្យធម្មតាហើយប៉ុន្តែគេឲ្យយើងផ្លែងវាទៅជាទម្លាប់អានេះទៅជាសកម្មភាពដែលកំពុងតែធ្វើណាបើយើងនិយាយនៅក្នុងកាលក្នុងភាសាអង់គ្លេសរបស់យើង usually នេះគឺវានៅក្នុងទម្រង់បច្ចុប្បន្នកាលធម្មតា present simple ហើយអានេះគឺជាយើងបដូរវាទៅជាបច្ចុប្បន្នកាលកំពុងបន្តឬក៏ present continuous tense អូខេអញ្ចឹងយើងបន្តទៅមើលតារាងរបស់យើងម្ដងអូខេ usually do and do today ណាធ្វើជាធម្មតាឬក៏ជាញឹកញាប់ហើយនឹងធ្វើកំពុងតែធ្វើនៅថ្ងៃនេះអូខេ Tom អញ្ចឹងយើងមាន Tom he usually watches TV but today she is going for a walk ជាធម្មតាណាគាត់មើលទូរទស្សន៍ប៉ុន្តែថ្ងៃនេះគេកំពុងតែដើរ Linda she usually brushes her hair but today she is doing her homework នាងជាធម្មតាបានន័យថាសម្អាតសក់របស់នាងប៉ុន្តែនៅថ្ងៃនេះនាងកំពុងតែធ្វើកិច្ចការផ្ទះ Bopa she usually goes swimming but today she is talking to Dara on the phone ជាធម្មតានាងទៅហែលទឹកប៉ុន្តែនៅថ្ងៃនេះនាងកំពុងនិយាយទូរស័ព្ទទៅកាន់តារា Miss Mom she usually plays football but today she is sleeping ជាធម្មតាគាត់លេងបាល់ទាត់ប៉ុន្តែថ្ងៃនេះគាត់កំពុងសម្រាក Okay, now read again. Tom he usually watches TV but today he is going for a walk. Linda she usually brushes her hair but today she is doing her homework. Bopa she usually goes swimming but today she is talking to Dora on the phone. Miss Mom she usually plays football but today she is sleeping. Okay, continue our homework. បន្តកិច្ចការរបស់យើង Mr. Savan he usually goes out with his grandson but today he is fishing លោកគ្រូសវណ្ណជាធម្មតាគាត់ចេញទៅក្រៅជាមួយនឹងចៅប្រុសរបស់គាត់ណា grandson ហ្នឹងចៅប្រុសបើចៅស្រី granddaughter ណាប៉ុន្តែថ្ងៃនេះគាត់កំពុងតែស្ទូចត្រី Avong he usually looks at his egg but today he is flying to Sopal's house
ជាធម្មតាអាវងហ្នឹងគឺមើលពងណាមើលសុទ្ធរបស់គេណាប៉ុន្តែនៅថ្ងៃនេះគេកំពុងហើរទៅផ្ទះរបស់សុផលចង់និយាយថាផ្ទះពាក្យ house ហើយនឹង home គឺបកប្រែថាផ្ទះដូចគ្នាតែបើសិនជាផ្ទះនោះជារបស់អ្នកណាម្នាក់វាមិនមែនជារបស់យើងគឺ house បើសិនជាផ្ទះនោះវាជារបស់យើងគឺ home ណាបាទជាកម្មសិទ្ធិរបស់យើងកម្មសិទ្ធិរបស់អ្នកផ្សេងឬក៏ទន្ទឹជាសំណងគឺ house បាទអូខេសុផល he usually walks and brushes the dog but today he is making lunch for Avong សុផលជាធម្មតាគាត់ដើរហើយនឹងសម្អាតណាសំណក់របស់គាត់ប៉ុន្តែនៅថ្ងៃនេះគាត់កំពុងតែធ្វើអាហារពេលល្ងាចអាហារថ្ងៃត្រង់សម្រាប់អាវង Okay now read again Mr. Savan he usually goes out with his grandson but today he is fishing Avong he usually looks at his egg but today he is flying to Supal's house Supal he is usually walks and brushes the dog but today he is making lunch for Avong បាទអញ្ចឹងយើងសរុបមកវិញនៅក្នុងកន្លែងតម្រង use យើងប្រើពាក្យបញ្ជាក់អំពីពេលវេលានេះពីភាពញឹកញាប់នៃពេលវេលាដូចជា usually always ហ្នឹងគឺវាជាបច្ចុប្បន្នកាលធម្មតាអញ្ចឹងកិរិយាសព្ទដែលប្រើគឺបើសិនជាប្រើជាមួយនឹងបរិបទទី1ទី2អត់មានប្រែប្រួលទេតែប្រើជាមួយបរិបទទី3យើងថែម s ឬ es តែចំណែកនៅកន្លែង doing today មនសិកម្មភាពដែលកំពុងកើតឡើងរាល់កិរិយាសព្ទដែលប្រើជាមួយគឺត្រូវផ្ដើមដោយបន្ទាប់ពីប្រធានមកគឺមាន e ឬក៏ a ឬក៏ am ហើយកិរិយាសព្ទត្រូវថែម ing ដើម្បីបញ្ជាក់អំពីសកម្មភាពដែលកំពុងតែកើតឡើងណាបងប្អូនបាទអធិស្ឋានបងប្អូនវីដេអូថ្ងៃនេះអត់បានវែងទេដោយសារតែឆ្លៀតណារវល់ផងបងប្អូនណាអញ្ចឹងយើងជួបគ្នានៅវីដេអូក្រោយនៅចំណុចទំព័រលេខរៀងទី5និងលេខរៀងទី6 Bye bye see you later